បាទសូមគោរពជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ជាទីគោរពរាប់អានពីចម្ងាយបងប្អូនសុខសប្បាយជាទេបាទថ្ងៃនេះបាទបងប្អូនបាទអរគុណច្រើនសូមវិលមកជួបសារគ្នាសារជាថ្មីនៅកម្មវិធីនិទានរឿងសេចក្តីស្នេហាបាទអឺចង់ជម្រាបសួរទៅបងប្អូនថាបងប្អូនធ្លាប់បានស្ដាប់រឿងនិទានអំពីស្នេហានៃគ្រួសារមួយបានជោគជ័យគ្រួសារខ្លះក៏មិនបានជោគជ័យរឿងខ្លះក៏មានវិវាទក្នុងរឿងស្នេហានឹងដែរណាលោកអ្នកបាទហ្នឹងហើយអូខេហ្នឹងហើយអឺតើបងប្អូនធ្លាប់ស្ដាប់រឿងអស់ទាំងហ្នឹងទេនៅក្នុងវីដេអូក្នុង Channel YouTube បាទនៅក្នុង Channel YouTube របស់ខ្ញុំនេះឈ្មោះថា Absolute បាទហើយបងប្អូនណាមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយដាក់រូបកណ្ដឹងផងដែរដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបាននិទានរឿងស្នេហាហ្នឹងគឺជាស្នេហាដែលកើតចេញជារឿងពិតនៅក្នុងសង្គមខ្មែរយើងនៅក្នុងសង្គមនៃជនបរទេសផងដែរបាទដែលខ្ញុំដកស្រង់តាមរយៈការ comment ចូលតាមរយៈការសិក្សាស្រាវជ្រាវនៅក្នុងរឿងផ្សេងបាទអូខេមិនបងអង្គយូរទេខ្ញុំសូមលើកយកនៅរឿងស្នេហាមួយគូទៀតរឿងស្នេហាមួយគូទៀតប៉ុន្តែជាស្នេហាទៅតែចាប់ផ្ដើមហើយក៏ផុតរលត់ទៅវិញទៅបាទរឿងស្នេហានេះគឺកើតឡើងនៅក្នុងអឺនារីជា single mom ម្នាក់បាទនារីជា single mom ម្នាក់បងស្រីមានអាយុ52ឆ្នាំហើយគាត់រស់នៅឯខេត្តសៀមរាបនោះបាទខេត្តសៀមរាបនោះហើយអឺគាត់បានពោលពាក្យពិភាក្សាតាមរយៈសារជាសំឡេងតាមរយៈសារជាការសរសេរអក្សរចូលមកក្នុង inbox របស់ខ្ញុំគាត់បានប្រាប់មកថាអញ្ចេះថាគាត់គឺជាស្ត្រីមេម៉ាយកូនមួយហើយប្តីរបស់គាត់បានទទួលមរណភាពនឹងយូរមកហើយបន្ទាប់មកទៀតគាត់ក៏មានទំនាក់ទំនងសេចក្តីស្នេហានឹងជាមួយនឹងបុរសម្នាក់ហ្នឹងនៅឯគាត់ធ្វើការងារជាមន្ត្រីមួយឯណោះបាទនៅឯខេត្តតាកែវឯណាហ្នឹងហើយខ្ញុំសូមមិនបញ្ចេញថានៅក្នុងឋានៈតួនាទីជាអ្វីទេដើម្បីរក្សាសិទ្ធិជូនគាត់បាទអត់អីទេហ្នឹងហើយបងស្រីគាត់ថាមានមិត្តភ័ក្តិម្នាក់ដែលណែនាំដៃគូស្នេហាថ្មីនឹងឲ្យទៅគាត់នៅពេលដែលជួបប្រស្រ័យតាក់ទងគ្នាដំបូងហ្នឹងគឺយើងបានមើលគ្នាទៅវិញទៅមកអីចឹងទៅបាទរហូតដល់យើងជួបមុខគ្នាយើងបានធ្វើរឿងជាបន្សល់ទុកនៅអនុស្សាវរីយ៍មួយចំនួនក៏ប៉ុន្តែនៅពេលដែលរៀងស៊ីជំរឿបន្តិចបងស្រីគាត់បានជជីកសួររឿងថាតើបងជាកំឡោះពោះម៉ាយឬមួយក៏ជាបងមានប្រពន្ធមានកូនអីហើយអីចឹងណាបាទហ្នឹងហើយបន្ទាប់មកខាងប្រុសហ្នឹងក៏គេបានប្រាប់ថាគេមានប្រពន្ធមានកូនប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះគឺថាគេមានទំនាស់មិនយល់ចិត្តគ្នារវាងប្តីប្រពន្ធរបស់គាត់អីចឹងទៅអញ្ចឹងគាត់នឹងចាកឆ្ងាយនឹងធ្វើឲ្យរឿងនេះទៅជារឿងមួយដែលអថាបែកបាក់រែងគ្រួសាររបស់គាត់ណាបាទហ្នឹងហើយគាត់យកគ្នានេះទុកដូចជានិមិត្តរូបទេមិននេះមិនសម្រាប់កូនអីចឹងទៅបាទ
ពួកជាធម្មតានៅពេលដែលចែកផ្លូវគ្នាអឺអ្នកទាំងពីរបានចុះសម្បត្តិអាពាហ៍ពិពាហ៍គេហៅអេតាស៊ីវិលហ្នឹងត្រូវតែប្តឹងទៅតុលាការដើម្បីឲ្យតុលាការហ្នឹងគេចេញសាលក្រមចែកផ្លូវគ្នាផ្ដាច់សង្វាសហ្នឹងណាបាទហ្នឹងហើយអញ្ចឹងរឿងហ្នឹងវាធ្វើអត់កើតដល់តែពេលរឿងហ្នឹងធ្វើអត់កើតបងស្រីហ្នឹងគាត់ចាប់ផ្ដើមមានកំណត់ចាប់ផ្ដើមមានកំណត់ថាយ៉ារឿងនេះវាអញ្ចេះទេហេតុអីបាននេះអញ្ចឹងបងក្រន់តែຕົកអូននឹងជាកង់សកួរទេអីទេអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគាត់ក៏យករឿងរបស់គាត់ផ្ទាល់ខ្លួនហ្នឹងមកខ្សឹបខ្សៀវជាមួយនឹងខ្ញុំដើម្បីពិភាក្សាគ្នាទៅខ្ញុំក៏ជូនយោបល់គាត់យកខ្លីៗទេបាទថារឿងនេះគួរតែដកខ្លួនឲ្យឆ្ងាយបាទព្រោះវាមិនអាចទៅរួចទេបើសិនបើបងស្រីអឺចង់បានអនាគតមិត្ត100ឆ្នាំហ្នឹងជាមិត្ត100ឆ្នាំយូរអង្វែងតទៅថ្ងៃអនាគតបើសិនបើបងស្រីយល់ថាបងស្រីគ្រាន់តែជាកង់សកួររបស់គេសម្រាប់តែគេនៅពេលដែលគេចេញពីផ្ទះអូខេមកជួបយើងអាហ្នឹងយកទៅប៉ុន្តែបើសិនជាចង់ឲ្យពេញមុខពេញមាត់គឺมันអាចទៅរួចទេបាទมันអាចទៅរួចទេគួរតែដកខ្លួនចាប់ពីពេលនេះតទៅណាគឺគួរតែដកខ្លួនចាប់ពីពេលនេះតទៅហើយក៏បីត្រូវតែប្រសិនបើយើងចង់រកដៃគូមិត្ត100ឆ្នាំតគឺត្រូវតែរកអ្នកផ្សេងទៅបាទបើសិនជាសម្រាប់គាត់ហ្នឹងគឺវាមិនអាចបានជោគជ័យទេបាទហ្នឹងហើយព្រោះវានៅរឿងវែងឆ្ងាយទៀតណាស់ហ្នឹងហើយអូខេអ្វីដែលខ្ញុំបានជម្រាបជូនបងប្អូនប្រិយមិត្តនៅក្នុងបណ្ដាញសង្គម YouTube ហ្នឹងគឺចង់ជម្រាបជូនថារឿងនេះគឺជារឿងមួយដែលអំពុលទុកប្រសិនបើយើងនៅតែព្យាយាមអឺបន្តរបស់វាទៀតទៅឲ្យឆ្ងាយតែប្រសិនបើយើងនឹកថាដកខ្លួនត្រូវតែរកវិធីសាស្ត្រដើម្បីប្រាប់ទៅដៃគូរបស់យើងនឹងដែលយើងណែបនិតចិត្តឆ្ងាយជាមួយនឹងគ្នាហ្នឹងថាអូខេយើងមិនអាចទៅរួចទេយើងត្រូវចែកផ្លូវដោយសន្តិវិធីទៅអញ្ចឹងណាដោយហៅសារហេតុផលមួយចប់ណាហើយកុំធ្វើឲ្យមានអ្នកតាក់ទាមពាក្យសម្ដីតគ្នាចុះឡើងជាមួយនឹងគ្នាតាមរយៈបណ្ដាញសង្គមឬមួយក៏តាមរយៈទូរស័ព្ទអីអញ្ចឹងទៅគឺយើងត្រូវតែកាត់ផ្ដាច់តែម្ដងបើអត់កាត់ផ្ដាច់ទេរឿងនឹងនៅតែអាសេម្សាមយើងធ្វើអីរឿងថ្មីតទៅមុខទៀតក៏នៅតែអត់ចប់ដែរបាទនៅតែអត់បានទេហ្នឹងហើយអូខេអរគុណច្រើនបងប្អូនប្រិយមិត្តដែលតាមដានខ្ញុំអត្ថាធិប្បាយខ្លីៗអំពីរឿងសេចក្តីស្នេហាមួយថាវាមិនអាចទៅរួចទេប្រសិនបើនៅតាក់ទាមអ្នកចាស់អរគុណសូមជួបគ្នានៅវីដេអូបន្តបាយបាយជម្រាបលាបងប្អូនទាំងអស់គ្នាបាយបាយ